វីដេអូនេះខ្ញុំចេញមកចង់អរគុណទៅដល់ពុកម៉ែបងប្អូនឬក៏អ្នកដែលបានខមមិនបងប្អូនឬក៏អ្នកឆាតមកមតិញាតិមិត្តចិត្តខាងអីគូឆាតមកលើកទឹកចិត្តនឹងឆាតមកសួរសុខទុក្ខហើយនិយាយចង់ដឹងពីខ្ញុំថាខ្ញុំគិតអីតាមពិតខ្ញុំអត់អីទេហើយថ្ងៃនេះក៏ខ្ញុំមករើបានរើអីចេញហើយអស់ដែរគឺឆ្លាស់រៀបចំចេញពីផ្ទះហើយតាមពិតខ្ញុំចេញតាំងពីម្សិលមិញប៉ុន្តែរបានរើអត់តាន់អស់ខ្ញុំចេញទៅគេងនៅបន្ទប់ជួលតាំងពីម្សិលមិញយប់ម្សិលមិញទៅពេលហើយ and then ថ្ងៃហ្នឹងខ្ញុំរៀបចំចេញមកយកបានបន្ថែមទៀតហើយខ្ញុំក៏ចង់អរគុណពុកម៉ែបងប្អូនដែលបាន care about feeling ខ្ញុំហើយនិយាយឲ្យខ្ញុំក៏ចង់បកស្រាយមួយដែរថាអីអាវីដេអូដែលម៉ាក់ខ្ញុំរំហ្នឹងគឺគាត់អត់នឹកស្មានថាខ្ញុំផុសទេគាត់ខ្ញុំថតលេងអីចឹងប៉ុន្តែខ្ញុំផុសអញ្ចឹងហើយអ្នកនរគ្នាក៏មិនបាច់វាយប្រហារគាត់ពេកដែរព្រោះអីអ្នកទាំងអស់គ្នាដឹងថាឃាតករលាក់មុខពិតគឺជានរណាមិនមែនជាម៉ាក់របស់ខ្ញុំទេគឺជាពីណាដែលអ្នកនរគ្នាអាចដឹងខ្លួនឯងបានហើយគឺជានរណាគេដែលបច្ចេកសាច់រឿងនឹងឡើងឬក៏ផលិតសាច់រឿងនឹងឡើងប៉ុន្តែឃាតករលាក់មុខអ្នកទាំងអស់គ្នាអត់ស្គាល់ទេត្រូវអត់អញ្ចឹងអ្នកនរគ្នាដឹងហើយថាពីណាគេជាឃាតករលាក់មុខអញ្ចឹងអ្នកទាំងអស់គ្នាអាចវិញ្ញាបានហើយខ្ញុំនឹងហើយនឹងអ្នកខ្លះឃើញ comment សួររកគាត់ចឹងខ្ញុំនឹងដាក់ Facebook គាត់ចឹងអ្នកនរគ្នាចង់ធ្វើអីធ្វើទៅរឿងរបស់អ្នកនរគ្នាប៉ុន្តែយប់មិញហ្នឹងពេលដែលខ្ញុំចូលមកដល់ផ្ទះហ្នឹងគឺគាត់ចង់ហៅបលិសហៅអីមកចាប់ខ្ញុំលឺចាប់ខ្ញុំដាក់មណ្ឌលដាក់អីញ៉ៃញ៉ៃទៀតហើយខ្ញុំអត់បានជួបថ្នាំខ្ញុំអត់បានលួចប្លន់គេធ្វើអំពើខុសច្បាប់ខុសសង្គមអីទេប៉ុន្តែគាត់មិនបានដឹងកំហុសខ្លួនឯងហើយគាត់បែរជាចង់យើងចាប់យើងដាក់មណ្ឌលកែប្រែក៏ចង់ហៅបលិសហៅអីមកញ៉ៃញ៉ៃទៀតប៉ុន្តែរឿងហ្នឹងត្រូវបានបញ្ចប់វិញដោយសារតាហើយយាយរបស់ខ្ញុំគាត់ចេញមកការពីខ្ញុំ and then មកដល់ពេលនេះគឺខ្ញុំបានរើចេញហើយដូចខ្ញុំនិយាយអាចចឹងថាម៉ាក់ខ្ញុំក៏គាត់មាន business គាត់ដែរអញ្ចឹងអ្នកនរគ្នាអាចមក support គាត់ធម្មតាបាច់ការខឹងគាត់គាត់ធ្វើបាបខ្ញុំអីចឹងអ្នកនរគ្នាលេងមកជួយ support គាត់ហើយខ្ញុំក៏នៅបើក business ខ្ញុំធម្មតាដែរអញ្ចឹងអ្នកនរគ្នាចង់មកជួយ support ខ្ញុំឬក៏មកចង់ support ម៉ាក់ខ្ញុំអីក៏ធម្មតាដែរប៉ុន្តែដោយសាច់រឿងទាំងអស់ឡើងចេញមកហ្នឹងក៏មិនមែនម៉ាក់ខ្ញុំទាំងអស់ដែរគឺគិតតកលាក់មុខចឹងអ្នកនរគ្នាដឹងហើយអញ្ចឹងខ្ញុំនឹងដាក់ Facebook គាត់ហើយអ្នកនរគ្នាតាមបាច់ហើយខ្ញុំចង់ប្រាប់អ្នកនរគ្នាថាយេឥឡូវពេលនេះខ្ញុំអត់មានអីកើតឡើងទេខ្ញុំប្រសើរឡើងហើយខ្ញុំក៏បានរើចេញដែរខ្ញុំអត់បានទៅសម្រាប់ខ្លួនសម្រាប់អីទេអញ្ចឹងយេវីដេអូហ្នឹងគឺមានតែការថ្លែងអំណរគុណអរគុណដល់ពុកម៉ែបងប្អូនហើយខ្ញុំក៏ឃើញមានមតិខ្លះវិញហើយទៅលើការនិយាយថារឿងនៅក្នុងគ្រួសារសោះបែរជាមកបង្ហោះនៅក្នុងសង្គមដោយសារតាចង់និយាយថាវាអត់ដឹងរឿងអីដែលត្រូវអាច explain បានណាអត់អាចដោះស្រាយទី1យើងមិនជាសាច់បកើតយើងជាកូនចុងបើសិនជាឪបកើតយើងម៉ែបកើតយើងម៉ែបកើតរបស់យើងអញ្ចឹងយើងយ៉ែរឿងគ្រួសារសាច់ឈាមតែមួយយើងមិនប៉ុន្តែដោយសារឪចុងអញ្ចឹងវាដូចជាអ្នកដតីមកវាយប្រហារលើយើងហើយមួយទៀតខ្ញុំជាក្មេងមិនមែនខ្ញុំរស់ក្នុងគ្រួសារគាត់ចិញ្ចឹមខ្ញុំតាំងពីបាតជើងក្រហមទេអញ្ចឹងអាកន្លែងហ្នឹងអ្នកនរគ្នាគួរតែយល់ព្រោះអីខ្ញុំនៅមួយយាយខ្ញុំគាត់ប្រកាសខ្ញុំបាន2ខែខ្ញុំនៅមួយយាយខ្ញុំតាំងពីខ្ញុំអាយុ2ខែរហូតដល់ខ្ញុំអាយុ9ឆ្នាំពេលដែលគាត់មានគ្រួសារក្រោយបើគាត់យកខ្ញុំមកនៅជាមួយអញ្ចឹងនៅពេលដែលខ្ញុំមកនៅជាមួយគាត់គឺដូចអ្នកដតីបាត់ហើយម៉ាក់ខ្ញុំហើយមួយគ្រួសារក្រោយអញ្ចឹងទៅយើងអត់មានភាពស្និទ្ធស្នាលម្ដាយកូនឬក៏ឪពុកកូនទេព្រោះអីគាត់ចិញ្ចឹមយើងពេលយើងអាយុ10ឆ្នាំហើយអញ្ចឹងទៅមិនមែនគាត់ចិញ្ចឹមយើងពីបាតជើងក្រហមទេសូបើគាត់ចិញ្ចឹមយើងពីបាតជើងក្រហមវាពុកម្ដាយវាតែងតែមានមនោសញ្ចេតនាមួយកូនតាំងពីក្មេងចុកបាយចុកទឹកអីប៉ុន្តែខ្ញុំជាក្មេងខ្វះភាពកក់ក្ដៅតាំងពីក្មេងសូអារឿងទាំងអស់នេះហើយដែលធ្វើឲ្យខ្ញុំបង្កើតវីដេអូនេះឡើងចេញមកមិនមែនខ្ញុំឆ្លុះរឿងគ្រួសារខ្លួនឯងចង់ហែកហួរទេប៉ុន្តែវា full ពេកអ្នកនរគ្នាអញ្ចឹង hope អ្នកនរគ្នា understand ហើយខ្ញុំនឹងចង់ប្រាប់ថាគិតតកលាក់មុខជាពីណាគេមិនមែនជាម៉ាក់ខ្ញុំទេអញ្ចឹងអ្នកនរគ្នាដឹងហើយអញ្ចឹងកុំវាយប្រហារគាត់អីអញ្ចឹងយ៉ាងវីដេអូនោះមានតែពេលថាអរគុណដែលអ្នកនរគ្នាបានឆាត់មកជួយលើកទឹកចិត្តហើយ comment លើកទឹកចិត្តឆាប់សួរអីវាមានតែប៉ុណ្្នឹងទេអរគុណច្រើនអ្នកនរគ្នាខ្ញុំមានតែម្រាមដៃ10ទេហើយខ្ញុំខ្ញុំសង្ឃឹមថាពេលដែលខ្ញុំចាក់ចេញទៅខ្ញុំនឹងខំរស់ស៊ីតពុះពីទៅមុខទៀតខ្លួនឯងព្រោះឲ្យយើងមិនមានទីពឹងវាវីដេអូហ្នឹងហើយខ្ញុំក៏ចង់ចេញមកបកស្រាយមួយទៀតដែរឬថាអ្នកខ្លះថាខ្ញុំទ្រាំយូរហើយតែខ្ញុំមិនព្រមចាក់ចេញឬក៏ខ្ញុំមិនព្រមទ្រាំជាង10ឆ្នាំហើយឬក៏ខ្ញុំមិនមាត់មិនទ្រាំតទៅមុខទៀតដល់ថ្ងៃយើងជោគជ័យទៅហូបអ្នកនរគ្នា understand ពីខ្ញុំព្រោះអីខ្ញុំបាក់ដងកបិតខ្ញុំដាក់ដែកខ្ញុំវះកាត់ខ្ញុំវះអត់បានមួយខែទេតែខែបឹកថ្ងៃ4ចុះថាមួយខែជាងចុះអញ្ចឹងពេលដែលខ្ញុំវះហ្នឹងហើយខ្ញុំធ្វើការទាំងឈឺអញ្ចឹងទៅវានៅរ៉ាំរ៉ៃវានៅឈឺដៃវាខ្ញុំពិបាក explain អារម្មណ៍តែគេនិយាយថាអ្នកវះកាត់គឺតែតែមួម៉ៅវាមែនវា really មែនតើវាឈឺវារ៉ាំរ៉ៃវាដេកក៏អត់ស្រួលធ្វើអីក៏អត់ស្រួលមួយម៉ាត់ថាយើងប្រដាស់ខ្លួនក៏យើងភ្ញាក់ពីដំណេកយើងធ្វើអីអារម្មណ៍យើងផ្ចង់អត់កៅទៅវានៅនេះវាមករំខានយើងវាដូចមានអីគេអង្គៀមយើងនៅចឹងសូវវាធ្វើឲ្យយើងមួម៉ៅយើងធ្វើឲ្យយើង stress វាធ្វើឲ្យយើងពិបាកនៅក្នុងខ្លួនមែនតើអញ្ចឹងទៅ
វាធ្វើឲ្យយើងដល់ពេលប៉ះពួកគាត់រករឿងយើងប៉ះទាំងកិច្ចផ្លូវអារម្មណ៍យើងកាន់តែខ្លាំងទៀតវាធ្វើឲ្យយើងទប់ឡើងកើតសបើសិនជាខ្ញុំនិយាយថាបើសិនជាខ្ញុំអត់បាក់ដៃទេខ្ញុំនឹងទ្រាំទៅមុខទៀតខ្ញុំនឹងពុះពៀទៅមុខទៀតមិនថាជួបរឿងអីក៏ដោយហើយខ្ញុំនឹងពេលហ្នឹងបើខ្ញុំចេញពីផ្ទះថ្ងៃហ្នឹងក៏ខ្ញុំចេញស្ងាត់ដែរមិនបានផុសក្នុងបណ្ដាញសង្គមទេប៉ុន្តែវា full វាណែនពេលដោយសារអីដោយសារយើងវាបាក់ដៃចឹងទៅធ្វើឲ្យយើងទ្រាំឡើងកើតទៀតចេះអញ្ចឹងហូបអ្នកនរគ្នា understand ខ្ញុំមិនមែនជាក្មេងម្នាក់ដែរមានរឿងទីទូក្នុងសង្គមគ្រួសារមកបង្ខំឬក៏អីចង់បាន view ចង់បាន attention អីប៉ុន្តែហូបអ្នកនរគ្នា understand កន្លែងហ្នឹងយ៉ាងវីដេអូហ្នឹងវាមានតែប៉ុណ្្នឹងទេអរគុណមែនតើអ្នកនរគ្នាមានតែម្រាមដៃ10ទេហើយខ្ញុំក៏អត់ចង់ឲ្យបងក្នុងសង្គម social media អីយកខ្ញុំទៅវិញនិយាយពីម្ដាយខ្ញុំមិនចេះឬក៏ឪពុកខ្ញុំចេះប៉ុន្តែខ្ញុំអត់ចង់ឲ្យមិត្តអ្នក content creator អីយកទៅនិយាយអីទេព្រោះអីយ៉ាងខ្ញុំយល់ថាអ្នកនរគ្នាចង់នេះប៉ុន្តែយើងបានចែកគ្នាហើយម៉ែឲ្យយើងរស់ផ្សេងយើងបានចែកផ្លូវគ្នាហើយអញ្ចឹងទៅយើងគិតថាយើងអត់មានបណ្ដាឪពុកគាត់ក៏គិតថាគាត់អត់មានកូនដែរអញ្ចឹងសូយើងបញ្ចប់គ្នាត្រឹមប៉ុណ្ណឹងហើយមានវីដេអូហ្នឹងវាមានតែប៉ុណ្ណឹងទេហើយវាអត់អាចនិយាយ explain អីការទៀតទេអញ្ចឹងទៅខ្ញុំអត់ចង់ឲ្យអ្នកដែលអត់ទាន់ដឹងសាច់រឿងពីជីវិតខ្ញុំអីទៅគាត់វែកញ៉ៃថាខ្ញុំជាក្មេងចេះក្មេងចោលម៉ែចាស់វិចារគាត់ចូលមកខមមិនថាគេជេរបន្តិចបន្តួចរឿងភ្លើងមិនមែនរឿងម៉ាស៊ីនត្រជាក់ទេអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំគាត់លើកចំណុចមួយនៅក្នុងរឿងម៉ាស៊ីនត្រជាក់បានន័យថាយើងអត់10ឆ្នាំជាងហើយអញ្ចឹងយើងទុំតែរកស៊ីបានខ្លួនឯងយើងដាក់ខ្លួនឯងមិនមែនខ្ញុំខឹងគាត់រឿងម៉ាស៊ីនត្រជាក់អ្នកខ្លះយកខ្ញុំទៅត្រូវជាមួយនឹងម៉ាស៊ីនត្រជាក់ប៉ុន្តែវាអត់មានពាក់ព័ន្ធនឹងម៉ាស៊ីនត្រជាក់ទេវាតាក់ទងនឹង about feeling ដែលខ្ញុំ full ខ្លួនឯងfull ខ្លួនឯងហើយវាមានរឿងជាច្រើនទៀតដែលខ្ញុំអាចរៀបរាប់អត់បើសិនជារៀបរាប់អស់មានតែហែកហួរគ្រួសារខ្លួនឯងទេអញ្ចឹងខ្ញុំ cannot explain អញ្ចឹងខ្ញុំអត់ចង់ឲ្យអ្នកដែរអត់តន់ឲ្យច្បាស់គាត់ comment វាយប្រហារទៅលើខ្ញុំអីអញ្ចឹងទៅអញ្ចឹងវីដេអូមានតែពាក្យថាអរគុណអ្នកអរគ្នាមែនតើអរគុណខ្លាំងមែនតើ thank you